រឿងស្នេហាបទភ្លេងនៃចម្ងាយជំពូកទី1ភាពស្ងប់ស្ងាត់និងភាពអ៊ូអរកញ្ញាដាលីគឺជាអ្នកថតរូបវ័យក្មេងម្នាក់ដែលរស់នៅខេត្តសៀមរាបនាងស្រឡាញ់ភាពស្ងប់ស្ងាត់នៃប្រាសាទបុរាណនិងពន្លឺថ្ងៃពេលព្រឹកលោកនរៈគឺជាតន្ត្រីករអ្នកវាយស្គរក្នុងក្រុមតន្ត្រីដ៏ល្បីមួយនៅរាជធានីភ្នំពេញជីវិតរបស់គាត់ពោរពេញដោយសម្លេងរំញ័រឆាកតន្ត្រីនិងពន្លឺភ្លើងចម្រុះពណ៌ពួកគេមិនដែលស្គាល់គ្នាទេរហូតដល់ថ្ងៃមួយដាលីបានទៅភ្នំពេញដើម្បីតាំងពិព័រណ៍រូបថតរបស់នាងបានទៅចូលរួមការប្រគំតន្ត្រីរបស់ក្រុមលោកនរៈតាមការអូសទាញរបស់មិត្តភ័ក្តិនៅកណ្ដាលសំឡេងអ៊ូអរស្រាប់តែភ្នែករបស់ដាលីបានប៉ះនឹងលោកនរៈដែលកំពុងវាយស្គរយ៉ាងស្វាហាប់នៅលើឆាកនរៈក៏បានចាប់អារម្មណ៍នឹងនារីម្នាក់ដែលអង្គុយមើលគាត់ដោយទឹកមុខស្ងប់ស្ងាត់មិនដូចអ្នកគាំទ្រទេទៀតជំពូកទី2ការផ្លាស់ប្ដូរលេខទូរស័ព្ទដ៏ចៃដន្យក្រោយចប់ការប្រគំតន្ត្រីដាលីបានបាត់កាបូបលុយនៅក្បែរឆាកនរៈដែលកំពុងដើរចុះពីឆាកក៏បានឃើញកាបូបនោះហើយរើសយកទៅឲ្យសន្តិសុខនៅពេលដាលីទៅយកកាបូបមកវិញនាងក៏បានជួបលោកនរៈសុំទោសខ្ញុំជាអ្នករើសកាបូបនេះឃើញខ្ញុំសង្ឃឹមថាគ្មានបាត់បង់អ្វីទេនរៈនិយាយទាំងទឹកមុខញឹមអរគុណលោកខ្លាំងណាស់អ្នកពិតជាមានចិត្តល្អដាលីនិយាយទាំងអរគុណពួកគេបានចាប់ផ្ដើមជែកគ្នាពីចំណង់ចំណូលចិត្តរៀងខ្លួននរៈភ្ញាក់ផ្អើលនៅពេលដឹងថាដាលីស្រឡាញ់ភាពស្ងប់ស្ងាត់ខណៈដែលនាងក៏ឆ្ងល់ថាហេតុអ្វីមនុស្សអ៊ូអរដូចនរៈចង់ដឹងពីរឿងប្រាសាទបុរាណពួកគេបានផ្លាស់ប្ដូរលេខទូរស័ព្ទជាមួយគ្នាដោយគិតថាវានឹងគ្រាន់តែជាទំនាក់ទំនងមិត្តភាពបណ្ដោះអាសន្នជំពូកទី3សម្លេងឆ្លងខេត្តដាលីបានត្រឡប់ទៅសៀមរាបវិញតែចំណងមិត្តភាពរបស់ពួកគេមិនបានចប់ត្រឹមនោះទេរៀងរាល់យប់ពួកគេតែងតែនិយាយគ្នាតាមទូរស័ព្ទនរៈបានផ្ញើសម្លេងវាយស្គរថ្មីដែលគាត់និពន្ធឲ្យដាលីស្ដាប់ចំណែកដាលីក៏បានផ្ញើរូបថតថ្មីនៃប្រាសាទអំដោយពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតឲ្យនរៈមើលនរៈបានរៀនពីភាពស្ងប់ស្ងាត់និងសិល្បៈបុរាណតាមរយៈដាលីបានរៀនពីចង្វាក់ភ្លេងនិងភាពសប្បាយរីករាយតាមរយៈនរៈពួកគេគឺជាតួអង្គពីរដែលមានភាពខុសគ្នាស្រឡះប៉ុន្តែបំពេញគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះក្តីស្នេហាក៏បានរីកដុះដាលនៅក្នុងសម្លេងឆ្លងខេត្តនោះថ្ងៃមួយនរៈបាននិពន្ធបទភ្លេងមួយបទដែលមានឈ្មោះថាពន្លឺស្ងាត់ហើយបានសម្រេចចិត្តបើកបរទៅសៀមរាបដោយផ្ទាល់ដៃដើម្បីលេងបទនោះឲ្យដាលីស្ដាប់នៅមុខប្រាសាទអង្គរវត្តពេលថ្ងៃលិចជំពូកទី4បទភ្លេងរួមគ្នាពេលថ្ងៃលិចដ៏ស្រស់ស្អាតនរៈបានកាន់ហ្គីតាហើយលេងបទពន្លឺស្ងាត់នោះនៅមុខដាលីបទភ្លេងនេះមានចង្វាក់ស្គរដ៏រំជើបរំជួលប៉ុន្តែមានបទភ្លេងដ៏ទន់ភ្លន់ដែលតំណាងឲ្យក្តីស្រឡាញ់ដ៏អ៊ូអរនិងស្ងប់ស្ងាត់របស់ពួកគេក្រោយចប់បទភ្លេងនរៈបានដាក់ហ្គីតាចុះហើយនិយាយថាដាលីអ្នកគឺជាកន្លែងស្ងប់ស្ងាត់តែមួយគត់ក្នុងពិភពដ៏អ៊ូអររបស់ខ្ញុំចង់ឲ្យជីវិតរបស់យើងរួមគ្នាដូចបទភ្លេងមួយនេះតើអ្នកព្រមរួមជីវិតជាមួយខ្ញុំទេដាលីញឹមទាំងទឹកភ្នែកហើយថតរូបភាពថ្ងៃលិចនោះទុករូបភាពនោះមាននរៈជាចំណុចកណ្ដាលចាស់ខ្ញុំព្រមជីវិតរបស់ខ្ញុំត្រូវការចង្វាក់របស់អ្នកពួកគេបានសម្រេចចិត្តរស់នៅរួមគ្នានរៈបានផ្លាស់ទៅរស់នៅសៀមរាបមួយរយៈដោយបង្កើតស្ទូឌីយ៉ូតន្ត្រីតូចមួយចំណែកដាលីក៏បានចាប់ផ្ដើមថតរូបឲ្យក្រុមតន្ត្រីរបស់នរៈវិញម្ដងពួកគេបានរកឃើញថាស្នេហាពិតមិនមែនទាមទារឲ្យពួកគេផ្លាស់ប្ដូរគ្នាទេតែត្រូវរៀនយល់ពីភាពខុសគ្នានៃគ្នាទៅវិញទៅមក